ស្ដីអ្នកទាំងអស់គ្នានេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងប្រាសាទឯកភ្នំខ្ញុំអ្នកនៅខេត្តបាត់ដំបងមែនតែខ្ញុំអត់ដែរទៅលេងប្រាសាទឯកភ្នំទេនេះលើកទី1របស់ខ្ញុំហើយតែខ្ញុំទៅលេងហើយទៅលេងហ្នឹងអត់បានដើរឡើងតាមកម្មចរាទេឡើងពីចំហៀងវិញមើលទៅលេងពីចំហៀងឡើងស្រួលជាងហើយនេះយើងឡើងចូលមកក្នុងហើយនេះចឹងមើលតាមជាងតាមអីតើឃើញថាថ្មតម្រៀបគ្នាយ៉ាងស្អាតហើយឃើញដើរសើចទេដោយសារនៅមុខកាមេរ៉ាលើកដំបូងអញ្ចឹងទៅរៀងអៀនរៀងដើររៀងសើចហើយនេះយើងដើរចូលទៅក្នុងហើយចូលមកក្នុងឃើញមានការបាក់បែករៀងច្រើនដែររៀងទ្រោមដែរឃើញថ្មត្រៀបជួរនឹងច្រើននេះលើកទី1របស់ខ្ញុំហើយនេះយើងចូលមកក្នុងឃើញមានការទល់ឈើទល់អីដើម្បីឲ្យវារឹងមាំហើយបើយើងក៏លេចទៅមើលខាងលើវិញឃើញមានទង់ជាតិខ្មែរយើងដោតនៅពីលើលយមែនទែនខ្យល់បក់មកល្វិចហើយនេះមើលទៅឃើញវិហារនៅវត្តឯកភ្នំហ្នឹងហើយនេះខ្ញុំហត់ពេកដល់ទៅគេអង្គុយទៅគេលួចថត